នេះគឺជាទូរស័ព្ទដែលទើបតែចេញថ្មីរបស់ Xiaomi ដែលបង្កើតឡើងមកជាពិសេសសម្រាប់សម្លាប់ទូរស័ព្ទតម្លៃ$1000នៅលើទីផ្សារនាពេលបច្ចុប្បន្នមកជាមួយនឹងកាមេរ៉ាច្បាស់សាកថ្មរហ័សថ្មកាន់ performance ខ្លាំងហើយដែលគួរចាប់អារម្មណ៍នឹងបើនិយាយពីតម្លៃវិញគឺខុសគ្នារហូតដល់ទៅជាងពាក់កណ្ដាលបើប្រៀបធៀបទៅនឹងទូរស័ព្ទដែលមានតម្លៃ$1000ឬក៏ប្រភេទ flagship នៅលើទីផ្សារនាពេលបច្ចុប្បន្នអញ្ចឹងចង់ដឹងថាតើទូរស័ព្ទថ្មីរបស់ Xiaomi មួយគ្រឿងនេះមានអីពិសេសខ្លះមកស្វែងយល់នៅក្នុងវីដេអូមួយនេះជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងមួយគ្រឿងនៅក្នុងដៃខ្ញុំនេះគឺជា Xiaomi 15T Pro ដែលទើបតែប្រកាសចេញថ្មីក្តៅៗពីខាង Xiaomi ផ្ទាល់តែម្ដងក៏លេចទៅមើលការ design នៃទូរស័ព្ទមួយគ្រឿងនេះវិញបន្ទូខ្លួនត្រូវបានរចនាតាមបែប premium ហុំព័ទ្ធទៅដោយស៊ុមលោហៈអមជាមួយនឹងក្នុងកញ្ចក់ fiber ដែលក៏លេចមើលមកឆ្វេចទៅលើទូខ្លួននៃទូរស័ព្ទមួយនេះគឺមើលមកដូចទៅនឹងទូរស័ព្ទ flagship ដែលមានតម្លៃ$1000តែម្ដងហើយចំណុចសំខាន់មួយទៀតដែលធ្វើឲ្យទូរស័ព្ទមួយគ្រឿងនេះបានបន្ទុកថែមពីអ្នកប្រើប្រាស់ដែលខ្ញុំប្រើផ្ទាល់ខ្ញុំគិតថាតាក់ទងជាមួយនឹង fiber ក្លាកញ្ចក់នេះគឺវាអត់ឆាប់ឆក់ស្នាមរៀបដៃហើយអ្វីដែលពិសេសគឺយើងដាក់ចូលកប៉ៅគឺខ្ញុំប្រើលាតចេះមួយរយៈហើយគឺអត់ឃើញមានការឆ្កូតឬក៏ប្រឡាក់អីទេអញ្ចឹងគឺល្អមែនទែនចំណុចមួយនេះងាកមកនិយាយអំពី display នៃទូរស័ព្ទមួយគ្រឿងនេះវិញគឺវាមានអេក្រង់ទំហំ 6.83 inch AMOLED iSquare display ដែលមានបច្ចេកវិទ្យាការពារភ្នែករបស់យើងនៅពេលដែលយើងប្រើប្រាស់ជាមួយនឹងល្បឿនអេក្រង់ 144Hz ហើយបន្ថែមពីនេះទៀតវាអាចចែកពន្លឺបានរហូតដល់ទៅ 3200 nits ដែលយើងអាចប្រើនៅក្រោមពន្លឺថ្ងៃអីគឺវាអត់ចាញ់ពន្លឺថ្ងៃឬក៏ផ្លាតនោះទេងាកមកនិយាយរឿងសំខាន់មួយទៀតដែលអ្នកប្រើប្រាស់ទូរស័ព្ទទូទៅចង់បានគឺតាក់ទងជាមួយនឹងកាមេរ៉ាដើម្បីបង្កើតទូរស័ព្ទមួយគ្រឿងនេះមកគឺ Xiaomi បានធ្វើការសហការជាមួយនឹងយីហោកាមេរ៉ាល្បីមួយគឺ Leica ដែលបានធ្វើការញុក Pro Telephoto Lens គុណនឹង5មកគ្រាប់ចូលទៅក្នុងទូរស័ព្ទមួយនេះអមជាមួយនឹងបច្ចេកវិទ្យា Leica Summilux Optics ដែលបច្ចេកវិទ្យាទាំងអស់នេះគឺយើងធ្លាប់ឃើញតែមាននៅក្នុងកាមេរ៉ាធំៗតម្លៃ$1000តែប៉ុណ្ណោះអញ្ចឹងសម្រាប់ទូរស័ព្ទមួយគ្រឿងនេះគឺកាមេរ៉ាខាងក្រោយគឺមានចំនួន3គ្រាប់ដែលមាន main lens មានទំហំ50 megapixels Telephoto camera មានទំហំ50 megapixels និងកាមេរ៉ា ultra wide មួយគ្រាប់មានទំហំ12 megapixels អញ្ចឹងសម្រាប់កាមេរ៉ាក្រោយនេះផងដែរគឺអាចថតវីដេអូបានរហូតដល់ទៅកម្រិត 8K ច្បាស់ញាក់សាច់តែម្ដងហើយអ្វីដែលខ្ញុំស្រឡាញ់ជាងគេពីកាមេរ៉ាខាងក្រោយមួយនេះគឺ lens គុណនឹង5មួយនេះតែម្ដងថតទៅគឺឃើញថា sharp ល្អមែនទែនហើយនឹងមាន stable ល្អផងដែរជាក់ស្ដែងដោយវីដេអូមួយនេះផ្ទាល់គឺខ្ញុំកំពុងតែអង្គុយនៅក្នុងឡានដែលវាអាឡែកគួរសមដែរប៉ុន្តែនៅពេលដែលថតវីដេអូគុណនឹង5អំពីកាមេរ៉ាមួយនេះគឺឃើញថាគុណភាពផលិតមកគឺល្អខ្លាំងមែនទែនហើយក៏ stable អត់សូវអាឡែកអត់សូវញ័រផងដែរសម្រាប់ការថតរូបពីកាមេរ៉ាខាងក្រោយនេះវិញគឺមានបច្ចេកវិទ្យា spotlight និងមានមុខងារ AI ជួយ enhance គុណភាពរូបភាពឲ្យកាន់តែប្រសើរឡើងទោះបីជាយើងថតនៅពេលយប់ក៏ដោយក៏លេចមកមើលកាមេរ៉ាខាងមុខវិញគឺមានទំហំរហូតដល់ទៅ32 megapixels ដែលអាចថតវីដេអូបានរហូតដល់ទៅ 4K ហើយអីដែលពិសេសជាងគេហ្នឹងគឺមានមុខងារ portrait AI mode ដែលជួយឲ្យការថត selfie របស់យើងកាន់តែស្អាតថែមជាមួយមួយកម្រិតទៀតផងដែរអញ្ចឹងសម្រាប់ទាំងអស់គ្នាត្រូវការយកទៅថតផលិតផលទូទៅឬក៏ធ្វើជា content creator គឺត្រូវតែម្ដងសេះទូរស័ព្ទមួយគ្រឿងនេះងាកមកនិយាយអំពី performance នៃទូរស័ព្ទមួយគ្រឿងនេះវិញគឺវាត្រូវបានបំពាក់ទៅដោយ chip MediaTek Dimensity 9400 Plus អមជាមួយនឹងប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ Xiaomi គឺ HyperOS 3ជាមួយនឹង RAM 12GB ដែលមានសមត្ថភាពអាចធ្វើការអូសហ្គេមធំៗឬក៏កាត់វីដេអូក៏ដូចជាប្រើប្រាស់សម្រាប់បើកកម្មវិធីផ្សេងៗច្រើនក្នុងពេលតែមួយដែលអត់បារម្ភរឿងតាក់នោះទេងាកមកនិយាយអំពីថ្មនៃទូរស័ព្ទមួយគ្រឿងនេះវិញគឺមានថ្មធំរហូតដល់ទៅ 5500 mAh អាចប្រើលេងហ្គេមឬក៏ប្រើជាប់បានរហូតដល់ទៅ8ឬក៏9ម៉ោងហើយណោះហើយបើសិនជាការប្រើប្រាស់ទូទៅសាមញ្ញធម្មតាគឺអាចអូសបានមួយថ្ងៃពេញយ៉ាងស៊ីផុយតែម្ដងហើយសម្រាប់ការសាកថ្មបញ្ចូលវិញគឺ Xiaomi បានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស90 W ដែលអាចធ្វើការសាកថ្មចូលពី0ទៅដល់ 100% ដោយចំណាយពេលចន្លោះពី45ទៅ60នាទីតែប៉ុណ្ណោះគឺលឿនខ្លាំងមែនតើជាមួយគ្នានេះដែរយើងក៏អាចធ្វើការសាកថ្មដោយប្រើ wireless charge បានរហូតដល់ទៅ50 W ដែរណោះអញ្ចឹងស្ដាប់មកដល់ចំណុចនេះទាំងអស់គ្នាប្រហែលជាចង់ដឹងតម្លៃនៃទូរស័ព្ទមួយគ្រឿងនេះហើយដោយទូរស័ព្ទមួយគ្រឿងនេះគឺមានតម្លៃត្រឹមតែ$639តែប៉ុណ្ណោះតម្លៃនៅក្នុងប្រទេសកម្ពុជាដែលទាំងអស់គ្នាទទួលបានទូរស័ព្ទដែលមាន RAM 12GB ហើយជាមួយនឹង storage 512GB ផងដែរអញ្ចឹងនេះគឺជា Xiaomi 15T Pro ដែលមានចំណុចពិសេសជាច្រើនទាំង performance ទាំងកាមេរ៉ាទាំងការរចនាអីផ្សេងគឺឃើញថាមានភាពល្អប្រសើរច្រើនហើយមើលមកគឺអត់ចាញ់ flagship ទេចំពោះទូរស័ព្ទតម្លៃប៉ុណ្ណេះហើយខ្ញុំគិតថាសម្រាប់ឆ្នាំថ្មី2026ចិត្តមកដល់នេះបើសិនបើទាំងអស់គ្នាចង់ស្វែងរកទូរស័ព្ទតម្លៃមធ្យមដែលមាន performance ខ្លាំងខ្ញុំគិតថាអាចពិចារណានៅទូរស័ព្ទមួយគ្រឿងនេះយកទៅប្រើបានសម្រាប់អ្នកដែលគាត់ចូលចិត្តលេងហ្គេមឬក៏ត្រូវការយកទៅផលិតវីដេអូឬក៏កាត់វីដេអូអីផ្សេងៗអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាវិញយកឃើញយ៉ាងណាដែរចំពោះទូរស័ព្ទមួយគ្រឿងនេះកុំភ្លេច comment បញ្ចេញមតិយោបល់របស់អ្នកទាំងអស់គ្នានៅខាងក្រោមជម្រាបលាហើយជួបជាមួយខ្ញុំបាទសេរីនៅវីដេអូក្រោយ